បបគ្រប់គ្រឿងហើយមានគ្រឿងផ្សំអីខ្លះចង់ទៅមានក៏3មុខក៏សម្រូបក៏ជប៉ុនមានឡែតហើយបន្លែមានការ៉ុតនិងសាឡាត់សាច់មានពងមាន់មកគ្រាប់សាច់ជ្រូកប៉ាត់មីដៃហើយនឹងម្សៅត្រីល្អិតបន្តិចហើយភ្លេចប្រេងអូលីវហើយរបៀបធ្វើនេះខ្លះគឺដាក់ទឹកត្រាំអង្ករឲ្យរីកសិនអង្ករនេះវារឹងខ្ញុំត្រូវការត្រាំកន្លះពីកន្លះទៅកន្លះម៉ោងទៅ1ម៉ោងនេះក៏ត្រាំទុកមួយយប់ក៏បានដែរមួយទៀតគ្រឿងផ្សំភ្លេចប្រាប់មានទឹកស៊ុបខ្លាដែរសម្រាប់កូនមានទៀតធ្វើដំបូងយើងឆាសាច់ជ្រូកហើយជីកខ្លាំងតិចទៅមកយើងដាក់កូនចូលដាក់ទឹកបន្តិចទៅមកស្ទើរហើយយើងដាក់ទឹកឆោមចូលទៅហើយដាក់គ្រាប់ហើយមកវាឲ្យល្អកស្អិនយើងដាក់ទឹកស៊ុបចូលមកយើងដាក់ពងមាន់ចូលហើយដាក់ស្ពៃមកវាហើយដាក់ទឹកតិចរួចរាល់អូដាក់កាឡាំសាទៅដាក់ផងរត់ចប់ទៅស្អិនវាដាក់មើលមក